សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជាជីកគេសប្បាយណានេះគឺជាមិត្តភក្តិខ្ញុំជាមួយកូនរបស់គេហើយខាងក្រោយពីរនាក់នោះគឺជាគូសង្សារស្នេហាស្នេហឺតរបស់គេហើយចំណែកអ្នកកាន់កាមេរ៉ានេះគឺជាយិនស៊ិន30000ឆ្នាំចាអញ្ចឹងនេះគឺខ្ញុំនឹងនាំអ្នកនរគ្នាដើរហាត់ប្រាណវិញម្ដងថាចម្ងាយគឺប្រហែលគីឡូម៉ែត្រឥឡូវនេះគឺថាពួកខ្ញុំបានមកដល់ហើយគឺខ្លងទ្វារនៅកំពូលភ្នំតែម្ដងចង់ដឹងថាភ្នំអ្វីទឹកដីនៅឯណាតោះ let's go ហើយនេះគឺថាមានកម្រងទេមិត្តភក្តិរបស់ខ្ញុំគឺគេខ្លាចបែកបាក់សាមគ្គីអីគេខ្លាចខ្ញុំភ្លេចគេអញ្ចឹងតាមពិតទៅបងប្អូនគ្នាខ្ញុំមិនដែលចាប់ភ្លេចមិត្តភក្តិទេលើកលែងតាមមិត្តភក្តិទេដែលភ្លេចខ្ញុំណាដោយសារតែគេមានកូនមានប្តីមានអីអញ្ចឹងទៅណាមួយយើងមិនសូវហ៊ានមួយគេអីទេព្រោះខ្ញុំតាំងពីដើមមិនដែលជាប្រកាន់អ្នកមានអ្នកក្រមិត្តអនុវិទ្យាល័យឬក៏បឋមឬក៏សាកលវិទ្យាល័យគឺអត់ទេចាគេរកខ្ញុំរកគេតែឥឡូវកុំឲ្យបួបាច់ក្បាច់ក្បូច្រើនណាស់ពេកឥឡូវនេះគឺថាមកដល់ហើយគឺថ្ងៃនេះគឺមកដល់ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋរបស់យើងនឹងឯងចាការធ្វើដំណើររបស់ពួកខ្ញុំគឺថាមួយថ្ងៃពេញតែម្ដងបាទនិយាយពីមិត្តភក្តិរបស់ខ្ញុំគាត់ឡើងគេថាចាញ់កូនរបស់គាត់ទេជាពិសេសគឺឡើងចរាភ្នំត្បែងហើយដើរមកដល់នេះទៀតពីចរាភ្នំត្បែងមកហើយនឹងវត្តដំបូកខ្មៅមកដល់ដែនដីពិសិដ្ឋហ្នឹងនេះគេហៅថាវត្តថ្មបៃដុំបងប្អូនគ្នាហើយពីត្រង់កន្លែងវត្តហ្នឹងមកគឺរយៈពេលឆ្ងាយ10គីឡូតែខ្ញុំអត់រាប់ពីផ្ទះដែលខ្ញុំធ្វើដំណើរមកណាគឺខ្ញុំរាប់ត្រឹមតែពីចន្ទើភ្នំត្បែងហើយនឹងមកវត្តនេះទេបើមិនខ្ញុំរាប់មកពីផ្ទះទៀតគឺវាច្រើនគីឡូមាន50 60គីឡូឯងបងប្អូនគ្នាគឺថាដល់មួយថ្ងៃគឺទៅរួចទេបើនិយាយអុយមែនតែនទៅណាបងប្អូនគ្នាបើសិនជាករណីយើងកាន់ដងទុំជាតិមកឲ្យដើរបែបនេះណាគេថាយើងនឹងឈួតចង់តងល្បីអីចឹងទៅតែបើសម្រាប់បុគ្គលគេអ្នកដែលល្បីណានៅពេលតែគេដើរម្ដងមកកាលអូនិយាយពីថាកោតនិយាយពីថាតសើមានសាឡាចស្អីតែសម្រាប់ពួកយើងអត់ទេអ្នកស្រីអ្នកចការបើសម្រាប់ខ្ញុំវិញណាខ្ញុំចង់ដើរប្រហែល100គីឡូម៉ែត្រក៏បានដែរព្រោះខ្ញុំចូលចិត្តធម្មជាតិជាពិសេសនោះគឺថាចូលចិត្តដើរព្រៃថាបើថាទៅណាម្ដងណាចូលចិត្តតាំងតងឪណាទៅព្រៃទៅអីនេះទៅរកតគូតរកសត្វព្រៃរកអីអូនិយាយទៅកាលពីនៅក្មេងៗណាតែឥឡូវដោយសារតែជីវភាពរបស់យើងវាខ្វះខាតអញ្ចឹងឃ្លាតឆ្ងាយពីស្រុកស្រែក៏មករស់នៅទីក្រុងទេតល់ដោយម្នាក់ឯងអីចឹងទៅតែខ្ញុំមិនដែលទៅដើរតួត្រាម៉ាអីទេមិនដែលដើរតួកំសត់អីទេគឺថាដើរតួវិញមកជានិច្ចតែក្នុងចិត្តនេះគឺថាទុនជ្រាយខ្លាំងមែនតើសភាពខាងក្រៅណារឹងមាំណាប៉ុន្តែគឺថាក្នុងចិត្តហ្នឹងគឺទុនជ្រាយណាពេលខ្លះក៏អង្គុយយំអ្នកឯងទៅបើថាបានធម្មជាតិបែបនេះអីចឹងណាចង់តែស្រែកហើយឲ្យវាស្រឡះក្នុងខួរក្បាលហើយអង្គុយយំអូមើលទៅអង្គុយយំសម្រាប់ដាក់ធម្មជាតិមិនដឹងថាស្រស់ស្រាយបែបណាទៅហើយក៏ចង់ស្រែកទៅកាន់ពិភពលោកថាស្រុកខ្ញុំសម្បូរធម្មជាតិនេះវត្តអារាមថ្មបៃដុំភ្នំត្បែងបងប្អូនគ្នាជាទូទៅមិនសូវមានអ្នកណាមកលេងនៅនេះទេដោយសារតែវាឆ្ងាយខ្លាំងពេកហើយនៅលើត្រង់កំពូលភ្នំនោះយើងអាចមើលឃើញផ្ទះបងប្អូនប្រជាពលរដ្ឋប្រជាជននៅខាងទីរួមស្រុកណាយើងអាចមើលឃើញពីដំបូលផ្ទះរបស់គេគឺថាច្បាស់ខ្លាំងមែនតើហើយតែទឹកដីប្រទេសកម្ពុជាស្រស់ស្អាតបែបហ្នឹងណាហើយមួយទៀតគឺថាសម្បូរដោយព្រៃព្រឹក្សាសម្បូរដោយធម្មជាតិសម្បូរដោយភ្នំសម្បូរដោយកន្លែងទេសចរជាច្រើនអញ្ចឹងហើយទៅចរវាចង់ឈ្លានពានឥតឈប់ឥតឈរអញ្ចឹងជាពិសេសគឺសម្បូរដោយប្រាសាទនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាពាក្យថាចូលមួយម៉ាត់គឺថាសម្ដានតប្រវត្តិសាស្ត្រតែម្ដងណាគឺថាវងវែងគ្រប់ចំនួនវងវែងគ្រប់ប្រវត្តិសាស្ត្រតាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្នអ្វីដែលគេស្អាតអ្វីដែលគេរីកចម្រើនគឺថាចូលសៀមចង់បានទាំងអស់អត់ចេះមានអ្វីដោយជារបស់ខ្លួនឯងទេសូមផ្ដាំទៅចោណាល្មមចេះធ្វើអ្វីដោយខ្លួនឯងខ្លះហើយកំប៉ិនអាខាងកូពីរបស់គេកំប៉ិនអាលួចរបស់គេហ្នឹងគឺថាវាអត់រីកចម្រើនទៅណាទេតិចទៀតគឺថាវាលំលាហើយជាក់ស្ដែងរបស់អ្នកគ្នាគឺថាត្រង់កន្លែងនេះគឺថាស្អាតខ្លាំងមែនតើបើមិនអោយសៀមវាចង់បានយ៉ាងម៉េចវាទុកសម្រាប់យកទៅថតរឿងបុរាណដើម្បីផ្សព្វផ្សាយដើម្បីឲ្យភ្ញៀវទេសចរហ្នឹងទៅលេងប្រទេសវាច្រើនថាប្រទេសរបស់វាគឺសម្បូរដោយវប្បធម៌ដ៏ស្រស់ស្អាតជាពិសេសគឺរបស់វត្ថុបុរាណជាដើមតែជាក់ស្ដែងទៅមិនមែនទេគឺថាកូពីរោតែពីរបស់កម្ពុជាតែទាំងអស់ហ្នឹងខ្ញុំអត់ដែលឃើញទេគឺថាលើកទី1របស់ខ្ញុំហើយគឺថាអូដូចថាសួរខ្លាំងមែនតើមកដល់គ្នានៅពេលបិទសិនជាយើងបង្ហោះជាលក្ខណៈដ្រូនឡើងលើប៉ុន្តែនៅក្នុងហ្នឹងគឺគេឲ្យបង្ហោះដ្រូនទេដោយសារតែខ្លាចមានបញ្ហាអញ្ចឹងណាអញ្ចឹងហើយយើងថាទៅទូរស័ព្ទបែបហ្នឹងទៅមកដល់គ្នាលក្ខណៈដូចស្ពានដូចអីអញ្ចឹងទៅហើយអញ្ចឹងនៅក្នុងជ្រុងនីមួយៗគឺគេដាក់រូបព្រះហើយដូចជាទស្សនៈព្រះអញ្ចឹងទៅមើលពីជ្រុងណាមើលពីប្លង់ណាក៏ស្រស់ស្អាតដែរដោយឋានសួគ៌អញ្ចឹងអានេះគេហៅថាឋានសួគ៌លើដីណាមិនមែនឋានសួគ៌លើមេទេខ្ញុំគិតថាបើសិនបើមានម្ចាស់ផលិតកម្មក៏ដូចជាបងប្អូនអ្នកដែលគាត់ខាងថតខ្សែភាពយន្តទៅថតនៅត្រង់កន្លែងហ្នឹងណាគឺថាស្រស់ស្អាតខ្លាំងមែនទែនណាមួយទៀតគឺបានផ្សព្វផ្សាយជាមួយនឹងតំបន់ទេសចរផងដែរបន្ទាប់ពីការដើរមើលត្រង់កន្លែងដែលមានព្រះជាច្រើនហើយបន្តមកទៀតគឺយើងមកលោកតាសួងវិញម្ដងនេះមិត្តភក្តិរបស់ខ្ញុំតាំងពីគេល្បីលោកតាសួងនៅមានបច្ចុប្បន្នឥឡូវរហូតដល់លោកតាសួងហ្នឹងគាត់បានសគត់ទៅបាត់ហើយនៅសល់តែរូបចម្លាក់ទៅបានឃើញនឹងទេបងប្អូនអរគ្នាហើយបានតែត្រឹមមកមើលរូបចម្លាក់របស់គាត់ទេណាអត់បានឃើញរូបពិតរបស់គាត់ទេហើយក៏ជាវត្តរបស់ស្វាមីតារាចម្រៀងផងដែរទោះថាតារាចម្រៀងមួយណាបងប្អូនអរគ្នាគួរដឹងហើយគួរយល់ហើយមិនបាច់ខ្ញុំបញ្ចេញឈ្មោះណាបងប្អូនអរគ្នាសម័យខ្លួនឯងទៅណាថាតារាចម្រៀងមួយណាសូមដោះស្បែកជើងអញ្ចឹងដល់កន្លែងនេះគឺគេឲ្យដោះស្បែកជើងហើយយើងដើរចូលទៅបងប្អូនអរគ្នានៅត្រង់កន្លែងនេះហើយគឺជាថ្ម3ដុំជាកន្លែងដែលគេបាសនាដូចជាលោកយាយជីគឺថាមានកន្លែងដែលស្ងប់ស្ងាត់ហើយចូលទៅដល់អត់មានរំខានអត់មានមាត់អីឡូឡាទេណាគេអត់ទេណាបងប្អូនអរគ្នាហើយមិត្តភក្តិរបស់ខ្ញុំគេចូលទៅក្នុងរោងភ្នំនេះមិនដឹងថាគេចូលទៅអីជាមួយកូនគេនេះតែខ្ញុំមិនហ៊ានចូលទៅទេខ្ញុំនៅខាងក្រៅសម្រាប់អ្នកដែលគិតច្រើនអ្នកដែលមានបញ្ហាផ្លូវចិត្តណាឬក៏វិបត្តិអីផ្សេងៗគឺអាចមកវត្តនេះបានតាំងសមាធិដើម្បីធ្វើឲ្យចិត្តរបស់យើងនឹងស្ងប់ស្ងាត់ហើយជ្រះថ្លាខ្លាំងមែនទែនវីដេអូក្រោយគឺខ្ញុំនឹងនាំអ្នកនរគ្នាទៅលេងទឹកឈូទឹកឆាទឹកជ្រោះលើភ្នំវិញម្ដងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយ